សូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងស្រីមានសហាយស្លាប់មាននិទានមួយបានដំណាលថាមានបុរសម្នាក់និងស្រីម្នាក់ជាស្មន់អន្តការផងគ្នាលួចទៅមករកគ្នាម្ដាយឪពុកពុំដឹងឡើយមានការថ្ងៃមួយលែងឆាបពុះវែកឆៃវាហើរមកជ្រុះពុះលើដំបូលផ្ទះស្រីនោះក្នុងរាត្រីនោះបុរសនោះទៅកាន់ផ្ទះមេស្មន់អន្តការគប់ជួនលៀងធំបុរសនោះស្រែកទឹកប្រើមេស្មន់អន្តការទៅសិតទឹកហើយមេស្មន់អន្តការពុំទៅសិតទឹកអំពីក្អមយកសៀនទៅត្រង់ទឹកលៀងនៅរោងស្បូវត្រូវឆ្អឹងពោះវែកនោះទឹកលៀងដូចជាលៀងពឹសពោះហូរចូលទៅក្នុងសៀនមេស្មន់អន្តការមិនបានដឹងក៏យកមកឲ្យបរោះនោះផឹកកម្លាំងពឹសពោះខ្លាំងបរោះនោះផលផ្ទៃស្លាប់ទៅមេស្មន់អន្តការបីខ្មោចបរោះនោះយកទៅដាក់នៅកណ្ដាលផ្លូវលុះព្រឹកឡើងឪពុកម្ដាយបរោះស្លាប់នោះដឹងថាកូនបាត់ហើយដើរក្បីគ្មៀតទៅរកបានឃើញខ្មោចកូននៅកណ្ដាលផ្លូវក៏ផិតភ័យរលះរលែងទៅប្តឹងចៅក្រមដណ្ដឹងថាកូននោះស្លាប់ដោយមានហេតុឬឥតហេតុម្ដាយឪពុកឆ្លើយថាខ្ញុំពុំឃើញហេតុអ្វីទេចៅក្រមថាបើឥតហេតុដូច្នេះយើងនឹងជំនុំជម្រះឲ្យពុំបានទើបឪពុកម្ដាយប្តឹងទៅចៅក្រមឲ្យនាំខ្លួនឡើងទៅគាល់ព្រះមហាក្សត្រឲ្យក្រាបបង្គំទូលសារសូមទ្រង់ព្រះមេត្តាប្រោសកូនខ្ញុំប្របាទអម្ចាស់នេះស្លាប់នៅកណ្ដាលផ្លូវចៅក្រមពិចារណារកឲ្យខ្ញុំប្របាទអម្ចាស់ពុំបានឡើយទើបខ្ញុំព្រះបាទអម្ចាស់មកក្រាបទូលព្រះបាទអម្ចាស់សូមជេរសូមទ្រង់ព្រះពិចារណាទើបព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលថាបើអស់ចៅក្រមទាំង8ម៉ានពុំជំនុំពិចារណាក្តីនេះពុំបានក៏អញនឹងពិចារណាខ្លួនឯងទើបព្រះអង្គឲ្យហៅកំឡោះជានុគោលម្នាក់មកហើយទ្រង់មានព្រះបន្ទូលថាចូលក៏ស្ដែងយកខ្មោចបោករស់នោះទៅដាក់លើផ្ទះឪពុកម្ដាយហើយប្រាប់អស់ទាំងស្រីផងទាំងឡាយឲ្យទៅយំសោកក្បែរខ្មោចបរោះនោះឲ្យប្រស្ដែងចាំស្ដាប់ទំនួនអស់ស្រីទាំងនោះវាយំទួញថាម្ដេចខ្លះស្រីណាយំសោកស្ដាយថាម៉េចប្រស្ដែងកត់ត្រាឈ្មោះអស់ស្រីអំបាននោះសពគ្រប់យកមកឲ្យអញឯចៅកំឡោះរាជានុគរនោះក្រាបទូលបង្គំទទួលព្រះបន្ទូលចេញទៅយកខ្មោចបរោះនោះទៅដាក់លើផ្ទះម្ដាយឪពុកហើយប្រាប់អស់ស្រីផងឲ្យមកយំសោកខ្មោចនោះដោយព្រះបន្ទូលអស់ស្រីឯទៀតមកយំហើយទៅផ្ទះតិតីនៅតែមេម្នាក់យំសោកអាល័យពុំអស់សេចក្តីពុំទៅផ្ទះ
អោបខ្មោចទួញយំនៅទីនោះកំឡោះរាជានគរគាត់ដោយដំណើរឲ្យយកទៅទូលព្រះមហាក្សត្រព្រះអង្គជ្រាបដោយដំណើរនោះហើយទ្រង់មានប្រះបន្ទូលឲ្យទៅដណ្ដឹងមេនថាត្រូវជាសាច់ញាតិម្ដេចនឹងខ្មោចនោះបានជាអោបទួញយំពុំទៅផ្ទះមេនោះឆ្លើយថាពុំជាសាច់ញាតិទេក្បិតចៅនេះជាស្មន់អន្តការនឹងខ្ញុំទៅរកខ្ញុំជួនភ្លៀងធំចៅនេះស្រែកទឹកខ្ញុំយកសៀនត្រង់ទឹកភ្លៀងឲ្យចៅនេះផឹកឲ្យស្រាប់តែហល់ផ្ទៃស្លាប់យប់នោះឯងខ្ញុំយកខ្មោចទៅដាក់នៅកណ្ដាលផ្លូវខ្ញុំស្រណោះបរោះនេះឯងទើបខ្ញុំយំកំឡោះរាជាគោលក៏នាំពាក្យទាំងនេះទៅក្រាបទូលព្រះមហាក្សត្រព្រះអង្គបានជ្រាបដំណើរដូចនេះហើយទើបព្រះអង្គឲ្យមកមើលលើដំបូលផ្ទះស្មន់អន្តការនោះឃើញមានឆ្អឹងពុះវែកនៅទីដែលមេស្មន់អន្តការត្រង់ទឹកភ្លៀងឲ្យបរោះនោះផឹកទើបទ្រង់មានប្រះបន្ទូលថានេះហេតុកម្មបុរាណខ្លួនឯងមកផ្ដល់ហើយមេស្មន់អន្តការនោះពុំធ្វើថ្នាំបំពុលឡើយព្រះអង្គពុំឲ្យឪពុកម្ដាយបរោះស្លាប់នោះនាំមេស្មន់អន្តការនោះជាក្តីឡើយហើយឲ្យមេស្មន់អន្តការនោះទៅលំនៅអាត្មាទីតីយ៉ងរឿងស្រីមានសហាយស្លាប់ចប់តែប៉ុណ្ណេះសូមអរគុណរាត្រីទូស្ដីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងសត្វអន្ត្រីនិងក្រពើដណ្ដើមដំរីគ្នាស៊ីមាននិទានមួយបានដំណើរថាមានសត្វអន្ត្រីមួយនៅលើកោះកណ្ដាលសមុទ្រហើយមានក្រពើមួយធ្វើរូបនៅកោះនោះផងសត្វអន្ត្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆៃនៅខាងរូងក្រពើនោះជាប្រក់បដីថ្ងៃមួយក្រពើមើលយល់អន្ត្រីពំដំរីនឹងឆៃហើយក្រពើនោះគិតខ្នន់ក្នុងចិត្តថានឹងដណ្ដើមសាច់ដំរីអំពីអន្ត្រីឆៃលុះអន្ត្រីពំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះក្រពើនោះវាចេញអំពីរូងឡើងទៅរកអន្ត្រីហើយសួរថាមនាអន្ត្រីម្ដេចក៏ប្រស្ដែងមកលួចសាច់ដំរីជាអាហារអញអន្ត្រីឆ្លើយថាដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រកបទើបតែមកអំបាញ់មិញនេះឯងម្ដេចក៏ប្រស្ដែងថាអញលួចអាហាររបស់ប្រស្ដែងក្រពើនិងអន្ត្រីវិវាទគ្នាប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមកពុំដាច់ស្រេចឡើយទើបនាំគ្នាទៅប្តឹងពោធិសត្វជាតបោះនៅទីនោះក្រពើនិងអន្ត្រីដឹងដោយដំណើរទីតីក្រពើថា
ខ្ញុំខំដំរីនឹងឆៃនៅខាងរូងលំនៅខ្ញុំអន្ត្រីនេះមកដណ្ដើមសាច់ដំរីនឹងយកឆៃជាអាហារវាអន្ត្រីថាដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រកបទើបតែមុខដល់ខ្ញុំគិតនឹងឆៃស្រាប់តែក្រពើនេះវាឡើងអំពីរូងទៅខាងខ្ញុំលួចចំណីអាហារវាតែនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហមទើបតបោះមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកអន្ត្រីពុំឃើញចង្កូនក្រពើនោះឡើយព្រះអង្គយកក្រចកអន្ត្រីមកផ្ទាប់មើលយល់ថាមែនតបោះថាអន្ត្រីនេះយល់ជាមានស័ក្តិសិទ្ធិមែនពិតឯក្រពើឥតមានស័ក្តិសិទ្ធិអ្វីឡើយទើបកាត់សេចក្តីនោះឲ្យក្រពើចាញ់អន្ត្រីតបោះកាត់សេចក្តីដូច្នេះហៅថាសុគតិកមនាំងហរឿងសត្វអន្ត្រីនិងក្រពើដណ្ដើមចំណីគ្នាស៊ីចាប់តែប៉ុណ្ណេះសូមអរគុណរាត្រីទូស្ដីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរិជ្ជបុត្រ3អង្គរៀនសិល3យ៉ាង1អង្គរៀនសិលធ្នូ1អង្គរៀនហោរាសាស្ត្រ1អង្គរៀនយកចិត្តរេពុលមាននិទានមួយបានដំណាលថាមាននគរមួយព្រះមហាក្សត្រជាអម្ចាស់នគរនោះមានព្រះរាជបុត្រសពតែប្រុសទាំង3ព្រះអង្គការចម្រើនវ័យធំឡើងសពតែមានចេញទៅស្វែងរករៀនសិលសាស្ត្រទាំងអស់គ្នាគឺអូនបងអស់រៀនសិលធ្នូបងបន្ទាប់រៀនហោរាសាស្ត្របងបន្អស់រៀនយកចិត្តរេពុលសកលយោធាព្រះរាជបុត្រទាំង3ព្រះអង្គនេះតតតែបានរៀនចេះចប់សពគ្រប់ប្រការទីតីហើយវិលមកនគរព្រះវររាជបិតាវិញព្រះវររាជបិតាទ្រង់ព្រះចិន្តាថាបើដូច្នេះអញនឹងឲ្យកូនណាសោយរាជស្នងអញទ្រង់ព្រះចិន្តាពិចារណាពុំស្រេចក្នុងព្រះរាជហឫទ័យឡើយទើបឲ្យព្រាហ្មណ៍អ្នកប្រាជ្ញរាជបរិហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យទៅដណ្ដឹងសួរមហាឫសីថារាជបុត្រទាំង3អង្គនេះគួរឲ្យអង្គណាសោយរាជស្នងឪពុកទើបព្រាហ្មណ៍អ្នកប្រាជ្ញប្រហិតនិងមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យអាមាត្យទៅដល់មហាឫសីពិតពុទ្ធិកាដោយនៅដំណឹងថា
បបិទ្ធមហាឫសីអើយព្រះមហាក្សត្រជាអម្ចាស់យើងខ្ញុំមានព្រះរាជបុត្រ3ព្រះអង្គសពតែចេះសិលសាស្ត្រគឺមួយចេះធ្នូមួយចេះហោរាសាស្ត្រមួយចេះយកចិត្តរេពលសកលយោធាបណ្ដាអង្គទាំង3នេះតើអង្គណាគួរគ្រងរាជសម្បត្តិបានមហាឫសីឆ្លើយថាអ្នកចេះយកចិត្តរេពលសកលយោធាគួរបានជាស្ដេចអ្នកចេះសិលធ្នូគួរទុកជាសេនាបតីអ្នកចេះហោរាគួរទុកជាឧបរាជដើម្បីដំរែដំរំសេចក្តីគប់ខុសស្នងអង្គស្ដេចសម្រាប់ការខុសត្រូវដោយនៅប្រការអំបាននេះឯងហោរឿងព្រះរាជបុត្រ3ព្រះអង្គរៀនសិល3យ៉ាងចប់តែប៉ុណ្ណេះសូមអរគុណរាត្រីទូស្ដីសូមស្វាគមន៍មកកាន់ Channel ជាសុភណិតនិទានរឿងព្រេងខ្មែររឿងព្រះរាជកុមារ4ព្រះអង្គត្រូវជ្រើសយកមួយអង្គសោយរាជមាននិទានមួយបានដំណើរថាមានព្រះរាជកុមារ4អង្គចេញទៅរករៀនសិលសាស្ត្រឯក្រុងកតសិលាមហានគរលុះរៀនសិលចប់សពគ្រប់ហើយត្រឡប់វិលវឹងមកឈប់សម្រាកនៅឧទ្យានមួយកាលនោះមានព្រះមហាក្សត្រនគរដតីមួយសោយព្រះទីវង្គតហើយឥតមាននរណានឹងធ្វើជាស្ដេចសោយរាជស្នងព្រះមហាក្សត្រនោះទើបព្រានអ្នកប្រាជ្ញរាជបរហិតមុខមន្ត្រីសេនាបតីកវីបណ្ឌិតព្រឹទ្ធាចារ្យទឹមបោសរតអតិដ្ឋានសងរោគអ្នកមានបុណ្យដើម្បីទទួលយកមកឲ្យសោយរាជសម្បត្តិគ្រប់គ្រងព្រះនគរនោះការផ្សំទៅបុស្សរតនោះពុំទៅរំលងឧទ្យាននោះឡើយពួកបរោហិតចូលទៅមើលយល់រាជបុត្រទាំង4ព្រះអង្គគង់នៅទីនោះក៏យកទឹកស្រង់ទាំង4ព្រះអង្គស្រេចហើយអញ្ជើញចេញមកទើបអស់ព្រានអ្នកប្រាជ្ញបរោហិតនិងមុខមន្ត្រីសេនាបតីបណ្ឌិតកវីព្រឹទ្ធាចារ្យអាមាត្យទាំងនោះពិចារណាគ្នាថារាជកុមារទាំង4ព្រះអង្គនេះយើងនឹងយកព្រះអង្គណាជាម្ចាស់យើងទើបព្រានអ្នកប្រាជ្ញបរោហិតអំបាននោះគិតធ្វើជាប្រស្នាពិសោធន៍រាជកុមារទាំង4ថាអង្គឯណាមានបុណ្យប្រកបដោយលក្ខណៈត្រូវមានជាស្ដេចគិតដូច្នេះហើយក៏ព្រានអ្នកប្រាជ្ញទាំងនោះក្រាបបង្គំទូលថាបបិទ្ធព្រះរាជកុមារទាំង4ព្រះអង្គយើងខ្ញុំនឹងនិទានរឿងមួយថ្វាយព្រះអង្គសូមព្រះអង្គទ្រង់ព្រះសម្បត្តិហើយព្រាននិទានថាមាននគរមួយមានរាជធីតា
4 ព្រះអង្គនាងមួយមានរូបអោមល្អប្រពៃនាងមួយចេះវត្តប្រណិប័តហើយចេះប្រដាប់ភោជនាហារដ៏មានរសជាតិឆ្ងាញ់ពិសានាងមួយចេះពុតគង់សារពើទ្រពធម៌រក្សាទុកមិនឲ្យខ្ចាយនាងមួយចេះប្រដៅខ្ញុំកំដរផងចេះចាយទ្រព្យឲ្យទានសមណៈព្រាហ្មណ៍ភណាចារនិងស្មោយីចកផងបើនាងទាំង4សុទ្ធតែប្រកបដោយលក្ខណៈទីតីដូចនេះតែព្រះអង្គទាំង4សពព្រះរាជហឫទ័យនឹងយកនាងណាជាព្រះរាជទេពីនៃព្រះអង្គនីមួយព្រះរាជកុមារមួយមានព្រះបន្ទូលថានាងដែលមានរូបល្អនោះគួរជារាជទេពីព្រះរាជកុមារមួយថានាងដែលមានវត្តប្រណិប័តចេះប្រដាប់ភោជនាហារដ៏មានរសជាតិឆ្ងាញ់ពិសានោះគួរជារាជទេពីរាជកុមារមួយទៀតថានាងដែលចេះពុតគង់សារពើទ្រព្យរក្សាទុកមិនឲ្យចាត់ខ្ចាយនោះគួរជារាជទេពីព្រះរាជកុមារមួយទៀតថានាងដែលចេះប្រដៅខ្ញុំកំដរផងចេះចំណាយទ្រព្យពុតគង់សមណៈព្រាហ្មណ៍ធានាចារនិងឲ្យទានស្មុំយីចកផងនោះគួរបានជារាជទេពីទើបអត់ព្រាហ្មណ៍អ្នកប្រាជ្ញរហិតមុខមន្ត្រីសេនាបតីបណ្ឌិតកវីប្រធាចារអាមាត្យទាំងអស់ទទួលយកព្រះរាជកុមារអង្គក្រោយដែលសពព្រះរាជហឫទ័យចំពោះនាងដែលចេះបង្គាប់បញ្ជាប្រដៅខ្ញុំកំដរផងចេះរក្សាទ្រព្យគុតគង់សមណៈព្រាហ្មណ៍ធានាចារនិងឲ្យទានស្មុំយីចកផងនោះឯងអភិសេកឡើងជាស្ដេចសម្រេចដោយនៅប្រការកំបាលនេះឯងរឿងព្រះរាជកុមារ4អង្គត្រូវជ្រើសយក1អង្គសោយរាជចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តីសូមស្វាគមន៍មកកាន់ Channel ជាសុភនិតនិទានរឿងព្រេងខ្មែររឿងបរិសឆោត4នាក់ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធមាននិទានមួយបានដំណាលថាមានបរិសឆោត4នាក់បបួលគ្នាទៅចាប់ស្រីក្រមុំម្នាក់បានហើយបរិសឆោត4នាក់នោះក៏វិវាទគ្នាប្រាថ្នាចង់បានយកជាភរិយាអាត្មាទីតីស្រីនោះឆ្លើយថាហើយចៅទាំង4នាក់អើយឥឡូវនេះចៅវិវាទគ្នាដោយចង់យកអញជាប្រពន្ធអញពុំទាន់យកចៅណានេះមួយឡើយបើនរណាឆោតទើបអញធ្វើជាប្រពន្ធអ្នកនោះផងបរិសឆោតទាំង4នាក់នោះនាំគ្នាទៅប្តឹងចៅក្រមពិចារណារឿងបរិសឆោតទាំង4នាក់និងស្រីនោះពុំបានទើបនាំស្រីនិងបរិសទាំង4នាក់នោះឡើងទៅគរព្រះមហាក្សត្រក្រាបបង្គំទូលថាសូមព្រះរាជទានបរិសឆោតទាំង4នេះចាប់ស្រីក្រមុំម្នាក់នេះបានមកហើយវិវាទគ្នាប្រាថ្នានឹងយកជាភរិយាអាត្មាទីតីស្រីនេះពុំយកអ្នកណាឡើយគ្រាន់តែឆ្លើយថា
បើចៅណាឆោតណាស់ទើបយកចៅនោះឯងបរោះទាំង4និងស្រីនេះនាំគ្នាមកដឹងខ្ញុំប្របាទអម្ចាស់ឲ្យពិចារណាឲ្យខ្ញុំប្របាទអម្ចាស់ពិចារណាពុំបានទើបនាំស្រីនិងបរោះឆោតទាំង4នាក់នេះមកក្រាបបង្គំទូលព្រះបាទអម្ចាស់សូមទ្រង់ប្រាស់តម្រិះពិចារណាឲ្យទើបព្រះមហាក្សត្រត្រាស់ដណ្ដឹងថាណែចៅឆោតទាំង4នាក់ចៅឆោតម្ដេចខ្លះចូលប្រស្ដែងថ្លែងដំណើរឆោតនោះមកអញនឹងស្ដាប់ផងមើលទើបបរោះនោះក្រាបបង្គំទូលប្រស្ដែងឆោតថាមានបរោះម្នាក់ជាស្មន់អន្តការនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ពុំដឹងឡើយថ្ងៃមួយអាស្មន់អន្តការវាត្បាញជាលជារូបស្រីម្នាក់ស្លៀកដណ្ដប់ហើយបណ្ដាលមកសុំដេកក្រោមផ្ទះខ្ញុំព្រះបាទអម្ចាស់ក៏បើកឲ្យបរោះនោះដេកលុះដល់ពេលពាក់កណ្ដាលអាធ្រាត្រប្រពន្ធខ្ញុំព្រះបាទអម្ចាស់ធ្វើជាឈឺផ្ទៃដាស់ឲ្យខ្ញុំព្រះបាទអម្ចាស់ឲ្យអុចចន្លោះជូនទៅដល់ជើងជណ្ដើរផ្ទះប្រពន្ធខ្ញុំព្រះបាទអម្ចាស់ដើរទៅដល់របងត្រឡប់វិលមកដេកនឹងស្មន់អន្តការនៅក្រោមផ្ទះវិញខ្ញុំព្រះបាទអម្ចាស់រមើលយល់ដែរតែពុំដឹងជាប្រពន្ធខ្ញុំព្រះបាទអម្ចាស់មកដេកនឹងស្មន់អន្តការក្រោមផ្ទះឡើយស្មានថាជាវាដេកនឹងភរិយារបស់វាលុះយូរបន្តិចទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់មកកាន់ខ្ញុំព្រះបាទអម្ចាស់វិញលុះខ្ញុំព្រះបាទអម្ចាស់គុណមើលចំណាំរៀងទៅទើបដឹងជាក់ថាប្រពន្ធទៅដេកនឹងស្មន់អន្តការនៅក្រោមផ្ទះនេះហងដូច្នេះឯងខ្ញុំព្រះបាទអម្ចាស់ថាខ្ញុំឆោតក្រៃលែងឆោតបរោះម្នាក់ប្រាប់ទូរឿងឆោតថ្វាយថាមានការថ្ងៃមួយខ្ញុំព្រះបាទអម្ចាស់និងប្រពន្ធទៅដកសំណាក់ក្នុងស្រែស្មន់អន្តការរបស់ប្រពន្ធខ្ញុំព្រះបាទអម្ចាស់វាឡើងទៅលើដើមឈើហើយស្រែកមកថាខ្ញុំព្រះបាទអម្ចាស់ទាំងពីរខូចនឹងគ្នាខ្ញុំព្រះបាទអម្ចាស់ថាទៅកាន់វាវិញថាយើងពុំខូចនឹងគ្នាឡើយវាស្ដាប់ពាក្យខ្ញុំព្រះបាទអម្ចាស់ដូច្នេះហើយវារឹតតែស្រែកអាក្រោះមកជា2-3ដងទើបប្រពន្ធខ្ញុំព្រះបាទអម្ចាស់ថាបើវានៅលើដើមឈើវាថាយើងចេះខូចនឹងគ្នាដូច្នេះចូលអ្នកហៅវាចុះមកនៅខាងឯងហើយអ្នកឡើងទៅលើដើមឈើតែវាឡើងរួចអ្នកមើលមុខឯងតើយល់ដោយពាក្យឬដូចម្ដេចលុះប្រពន្ធខ្ញុំព្រះបាទអម្ចាស់ដូច្នេះទើបខ្ញុំព្រះបាទអម្ចាស់ហៅវាចុះមកនៅខាងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ហើយខ្ញុំព្រះបាទអម្ចាស់ឡើងទៅលើដើមឈើដែលវាឡើងនោះលុះវាចុះមកវិញវាខូចនឹងប្រពន្ធរបស់ខ្ញុំព្រះបាទអម្ចាស់មើលទៅឃើញវាខូចនឹងគ្នាហើយខ្ញុំព្រះបាទអម្ចាស់គិតយល់ថាមែនដោយពាក្យវាថាទើបខ្ញុំព្រះបាទអម្ចាស់ចុះអំពីលើដើមឈើនោះមកកាន់ប្រពន្ធវិញលុះចំណេរទៅខ្ញុំព្រះបាទអម្ចាស់ចាំឃ្លាំមើលចំណាំរៀងតទៅទៀតទើបយល់ថាវាខូចនឹងប្រពន្ធខ្ញុំព្រះបាទអម្ចាស់ពិតមែនដូច្នេះ
ខ្ញុំប្របាទអម្ចាស់យល់ថាខ្លួនឆោតក្រៃលែងឆោតបរិសម្នាក់ក្រាបទូលរឿងឆោតថ្វាយថាការខ្ញុំប្របាទអម្ចាស់នៅកំឡុះគេហៅខ្ញុំប្របាទអម្ចាស់ទៅហូបបាយខ្ញុំប្របាទអម្ចាស់ឃើញស្រីក្រមុំច្រើនពេកខ្ញុំប្របាទអម្ចាស់ខ្មាស់គេពុំបានហូបបាយតែខ្ញុំប្របាទអម្ចាស់ឃ្លាតបាយណាស់ខ្ញុំប្របាទអម្ចាស់យកអំបុកមកអកពេញមាត់ទាំងថ្ពាល់ទាំងសងខាងអំបុកនោះរីកចេញឃើញដូចបុកនឹងលេបចូលពុំរួចនឹងជាចេញពុំបានលុះគេទឿនឲ្យហូបបានហូបនឹងគេពុំបានឡើយគេឃើញខ្ញុំប្របាទអម្ចាស់ស្ងៀមដូច្នេះទើបគេយកចន្លោះមកឆ្លោះមើលថ្ពាល់ទាំងសងខាងឃើញដូចបុកខ្ញុំប្របាទអម្ចាស់រឹតតែខ្មាស់ស្រីក្រមុំទាំងនោះណាស់ទៅទៀតដូចចេះខ្ញុំប្របាទអម្ចាស់យល់ថាខ្ញុំឆោតក្រៃលែងឆោតបរិសម្នាក់ទៀតសម្ដែងឆោតក្រាបទូលថាមានការថ្ងៃមួយខ្ញុំប្របាទអម្ចាស់វិចបាយមួយសំណុំចងពុននៅផ្លែលំពេងដើរចេញទៅចូលក្នុងព្រៃខ្ញុំប្របាទអម្ចាស់បញ្ឈរលំពេងនៅក្រោមឈើមួយដើមលុះខ្ញុំប្របាទអម្ចាស់ឃ្លានបាយឈោងយកបាយសំណុំពុំបានឡើយខ្ញុំប្របាទអម្ចាស់ក៏បញ្ឈរលំពេងចុះក្បែរដើមឈើហើយឡើងឈើនោះសួរតាមមេឃនឹងយកកញ្ចក់បាយមកស្រាយហូបខ្ញុំប្របាទអម្ចាស់ផ្លាត់ជើងធ្លាក់ចុះលើផ្លែលំពេងមុតឆ្លុះពណ៌ទាំងពីរខាងពុំបានស្រាយបាយចេញមកហូបឡើយហេតុដូច្នេះទើបខ្ញុំប្របាទអម្ចាស់នេះយល់ថាខ្លួនខ្ញុំប្របាទអម្ចាស់ឆោតក្រៃលែងឆោតការព្រះមហាក្សត្រទ្រង់ព្រះសម្រាប់បរិសទាំង4នាក់សម្ដែងសេចក្តីឆោតរបស់អាត្មាទីតីដូច្នេះហើយព្រះអង្គមានប្រះបន្ទូលថាព្រះស្ដែងឆោតទាំង3នាក់ឥតបន្ទាល់ស័ក្តិសិទ្ធិអ្វីជាប្រកបឡើយហើយព្រះស្ដែងឆោតដែលត្រូវលំពេងឆ្លុះស្គាល់ឃើញថាជាក់ប្រកបគ្រាន់បានហើយទ្រង់បង្គាប់ឲ្យបានស្រីនោះជាប្រពន្ធបុរសនោះព្រះមហាក្សត្រព្រះអង្គកាត់សេចក្តីដូច្នេះហៅថាសុគតិកមនੰហឬបរិសឆោត4នាក់ដណ្ដើមស្រីម្នាក់ធ្វើជាប្រពន្ធចប់តែប៉ុណ្ណេះសូមអរគុណរាត្រីសួស្តី